ចំណាយពេលជាមួយនឹងខ្ញុំ2នាទីដើម្បីមកមើលជាមួយនឹង Mazda Celeron 5 ចំណុចរបស់ Mazda Celeron 5ដែលលោកអ្នកគួរតែដឹងចំណុចទី1បច្ចេកវិទ្យាសម្រាប់រថយន្ត model មួយនេះបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាថ្មីរបស់ BYD ដែលហៅថាបច្ចេកវិទ្យា DMI សម្រាប់រថយន្តអាចប្រើសាំងក៏បានអគ្គិសនីក៏បានចាក់សាំងមួយពេញ52លីត្រជិះបានរហូតដល់1019គីឡូបញ្ចូលថ្មមួយពេញជិះបានរហូតដល់71គីឡូសម្រាប់បញ្ចូលថ្មម្ដងចំណាយតិចខ្លាំងមែនតើអស់តែ$2កន្លះប៉ុណ្ណោះអាចជិះបាន2ទៅ3ថ្ងៃសម្រាប់ប្រើនៅក្នុងក្រុងបើគិតទៅគឺចំណេញខ្លាំងមែនតើតាក់ទងជាមួយនឹងរថយន្តបើខ្លាចក្នុងការប្រើរ៉ានអគ្គិសនីសុទ្ធអាចមើលជាមួយនឹង model នេះបានដោយសារតែបំពេញជាមួយនឹងតម្រូវការរបស់លោកអ្នកបានទាំងសាំងនិងអគ្គិសនីចំណុចទី2គឺរូបរាងរបស់រថយន្តដែលមិនអាចមើលរំលងបានទេជាមួយនឹង model មួយនេះការ design គឺស្រស់ស្អាតខ្លាំងមែនទែនសាមញ្ញប៉ុន្តែមិនឆាប់សាំភ្នែក model មួយនេះគឺជាប្រភេទ SUV ចំតែម្ដងដែលមានបណ្ដោយរហូតដល់4.73 កម្ពស់1.71 និងទទឹង1.86 ចំពោះការបើកបរសាកល្បងវិញធានាថាមិនឲ្យបងខកបំណងទេព្រោះរថយន្តមួយនេះមានទម្ងន់រហូតដល់2តោន85គីឡូទី3ផ្នែកខាងក្នុងសម្រាប់ផ្នែកខាងក្នុងគឺស្រស់ស្អាតខ្លាំងមែនទែនការ design គឺមើលមកគឺថ្មីតែម្ដងជាមួយនឹងកៅអីដោយកៅអី gaming អញ្ចឹងស្រួលអង្គុយក្តោបខ្នងល្អហើយអ្វីដែលពិសេសគឺកៅអីទន់ខ្លាំងមែនទែនបើលើតែអ្នកលក់និយាយមិនចង់ជឿអាចមកសាកផ្ទាល់បានកៅអីខាងក្រោយក៏ទលាយអង្គុយមិនឈឺចង្កេះជឿខ្នងទេដោយសារអីឡានត្រូវបានបំពាក់ជាមួយនឹងគ្រោងឆ្អឹង e-platform 3.0 របស់ BYD សម្រាប់ឡានបានបំពាក់ជាមួយនឹង Public Electronic ជាមួយនឹងចង្កូត Electric ផងដែរជាមួយនឹង speaker ចំនួន6គ្រាប់សម្រាប់ពណ៌ឡានផ្នែកខាងក្នុងគឺមានតែមួយពណ៌នេះទេគឺពណ៌ត្នោតខ្ចីជាមួយនឹងពណ៌ខ្មៅហើយបានឡាយជាមួយនឹងពណ៌ទឹកក្រូចនៅក្នុងឡានអង្គុយទៅភ្លឺលើកសាច់ខ្លាំងមែនទែនធានាជូនថាទលាយល្អ4ប្រព័ន្ធសុវត្ថិភាពរថយន្តបានបំពាក់ជាមួយនឹងកាមេរ៉ាក្រោយមួយគ្រាប់ជាមួយនឹង sensor ក្រោយ4គ្រាប់ដែលងាយស្រួលក្នុងការចូលចំណតអ្វីដែលពិសេសបានបំពាក់ជាមួយនឹងប្រព័ន្ធហ្វ្រាំង ABS ការពារក្លាប់ទប់លំនឹងចំណុចទី5តម្លៃទាបខ្លាំងមិនគួរឲ្យជឿរថយន្តមួយនេះមានតម្លៃត្រឹមតែ25,800តែប៉ុណ្ណោះសម្រាប់តម្លៃនេះគឺជាតម្លៃមួយដែលរថយន្តផលិតនៅក្នុងស្រុកខ្មែរប៉ុន្តែបច្ចុប្បន្នរថយន្តយកមកពីប្រទេសចិនទេដូច្នេះសម្រាប់បងដែលមានតម្រូវការជាមួយនឹងរថយន្តកុំឲ្យឱកាសនេះកន្លងផុតចំនួនមានកំណត់តាក់ទងចូល page ដើម្បីទទួលព័ត៌មាន